បាទសូមជម្រាបសួរមេដាបេដាទាំងអស់ជាទីរាប់អានបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីពាក់ព័ន្ធជាមួយនឹងការអប់រំចិញ្ចឹមបីបាច់កូនដែលនឹងផ្ដោតសំខាន់លើវិធីសាស្ត្រឬក៏របៀបនៃការសរសើរកូនឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់ខ្ញុំសង្ឃឹមថាប្រធានបទនេះនឹងចូលរួមចំណែកជួយមេដាបេដាក្នុងការទូន្មានអប់រំលើកទឹកចិត្តកូនតាមវិធីសាស្ត្រអប់រំបែបវិជ្ជមានសូមមេដាបេដាតាមដានស្ដាប់និងទស្សនារបៀបសរសើរកូនចំនួន7យ៉ាងដូចតទៅចំណុចទី1ការសរសើរកូនលើការខិតខំប្រឹងប្រែងនៅពេលដែលមេដាបេដាបានសង្កេតឃើញកូនខិតខំព្យាយាមលើកិច្ចការងារណាមួយដែលត្រឹមត្រូវមេដាបេដាអាចពោលពាក្យសរសើរកូនដូចជាប៉ាម៉ាក់ពិតជារីករាយណាស់ដែលឃើញកូនព្យាយាមទន្ទិញមេរៀនបានចេះចាំយ៉ាងនេះកូនខិតខំប្រឹងប្រែងបែបនេះលទ្ធផលប្រកបជាបានល្អជាក់ជាពុំខាននេះជាការឲ្យតម្លៃទៅលើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់កូនក្នុងកិច្ចការងាររបស់ពួកគាត់ចំណុចសរសើរទី2គឺការសរសើរទៅលើភាពក្លាហានរបស់កូននៅក្នុងការសម្រេចចិត្តឬក៏ស្ម័គ្រចិត្តចាប់ផ្ដើមធ្វើកិច្ចការងារណាមួយឧទាហរណ៍ដូចជាម៉ាក់សប្បាយចិត្តណាស់ដែលកូនយកសម្រាមទៅទុកដាក់ត្រឹមត្រូវម៉ាក់សប្បាយចិត្តណាស់ដែលកូនជួយលាងចានបាទទាំងនេះគឺចង់ឲ្យតម្លៃទៅលើការខិតខំប្រឹងប្រែងយើងមិនអាចគ្រប់គ្រងលទ្ធផលបានប៉ុន្តែយើងអាចគ្រប់គ្រងការខិតខំប្រឹងប្រែងព្យាយាមនៅពេលដែលកូនរបស់យើងខិតខំប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពនោះផ្លូវទៅរកលទ្ធផលដែលល្អប្រសើរប្រកបជាកើតមានជាក់ជាពុំខាននេះជាចំណុចសរសើរទី2ចូលដល់ចំណុចសរសើរទី3គឺការសរសើរទៅលើដំណើរការឬក៏យុទ្ធសាស្ត្រនៅត្រង់ចំណុចនេះគឺយើងចង់ផ្ដោតសំខាន់ទៅលើការជំរុញឲ្យកូនរបស់យើងមាននៅគំនិតច្នៃប្រឌិតមានភាពក្លាហាននៅក្នុងការរកវិធីសាស្ត្រដោះស្រាយបញ្ហាចំពោះមុខរបស់ពួកគេដូចជាយើងអាចសរសើរថាកូនពិតជាព្យាយាមច្រើនវិធីហើយដើម្បីបានបន្ទុកខ្ពស់ល្អណាស់ដែលកូនដូរវិធីសាស្ត្រដោះស្រាយពុកម៉ែសប្បាយចិត្តណាស់ដែលកូនព្យាយាមរកវិធីសាស្ត្រមួយហើយមួយទៀតដើម្បីបំពេញការងារនេះជាចំណុចសរសើរទី3ចូលដល់ចំណុចសរសើរទី4គឺការសរសើរទៅលើការរីកចម្រើនក្នុងចំណុចនេះគឺចង់ឲ្យតម្លៃទៅលើការលូតលាស់និងការលើកទឹកចិត្តខ្លួនឯងរបស់កូនយើងអាចពោលពាក្យសរសើរកូនដោយថាប៉ាម៉ាក់សប្បាយចិត្តណាស់ដែលកូនមើលទូរទស្សន៍តិចជាងមុនឬថាមើលទូរស័ព្ទតិចជាងមុនប៉ាម៉ាក់រីករាយណាស់ដែលកូនចំណាយពេលច្រើនជាងមុនដើម្បីហាត់ប្រាណប៉ាម៉ាក់សប្បាយចិត្តណាស់ដែលកូនព្យាយាមក្នុងការរៀនញ៉ាំបន្លែសុខភាពកូនអនុវត្តច្រើនជាងមុនកូននឹងធ្វើល្អបានច្រើនជាងមុនហើយក៏បានបន្ទុកច្រើនជាងមុនដែរនេះជាចំណុចសរសើរទី4ចំណុចសរសើរទី5គឺការសរសើរចំពោះកិច្ចការងារអ្វីមួយដែលកូនរបស់មេដាបេដាព្យាយាមធ្វើបានជាប់លាប់ចំណុចនេះគឺសំខាន់ណាស់នៅក្នុងការកសាងទម្លាប់នៃការផ្ដោតទម្លាប់នៃការចេះរងចាំទម្លាប់នៃការអត់ធ្មត់តស៊ូដើម្បីធ្វើកិច្ចការងារមួយឲ្យបានសម្រេចប៉ាម៉ាក់អាចពោលពាក្យសរសើរកូនដូចជាប៉ាពិតជាសរសើរកូនណាស់ដែលព្យាយាមផ្ដោតបន្តធ្វើអ្វីដែលបានចាប់ផ្ដើមរហូតដល់បានផលល្អប៉ាម៉ាក់សប្បាយចិត្តណាស់ដែលកូនមិនបោះបង់ទោះលទ្ធផលមិនល្អក៏ដោយប៉ាសរសើរកូនព្យាយាមរៀនសូត្រទោះមានមិត្តភក្តិកូនសើចចំអកដាក់កូនយ៉ាងណាក៏ដោយនេះជាចំណុចសរសើរទី5ចំណុចសរសើរទី6គឺការសរសើរទៅលើការបំពេញកិច្ចការងារអ្វីមួយដោយមិនបោះបង់ចំណុចនេះគឺជាចំណុចសំខាន់ផងដែរបងប្អូនគឺយើងត្រូវកសាងទម្លាប់ឲ្យកូនចេះជំនះតស៊ូចំពោះឧបសគ្គនៅក្នុងកិច្ចការងារអ្វីមួយរបស់ពួកគេពីព្រោះថាអ្នកដែលខិតខំតស៊ូជំនះលើឧបសគ្គនឹងទទួលបានលទ្ធផលតាមក្តីរំពឹងទុករបស់ខ្លួនប៉ាម៉ាក់អាចធ្វើការសរសើរកូនដូចជាប៉ាម៉ាក់អរគុណកូនណាស់ដែលព្យាយាមជួយរៀបចំស្បែកជើងម្ដងហើយម្ដងទៀតឲ្យមានសណ្ដាប់ធ្នាប់ល្អកូនពិតជាព្យាយាមមែនទែនតែខិតខំសរសេរអត្ថបទនេះរហូតដល់ចប់ចំពោះអ្នកគ្រូលោកគ្រូអាចសរសើរកូនសិស្សដូចជាលោកគ្រូអ្នកគ្រូអរគុណកូនមែនទែនដែលខិតខំរៀបចំសម្ភារៈលេងរហូតរួចរាល់ទោះមិត្តភក្តិកូនខ្លះទៅចេញទៅផ្ទះមុនទាំងអស់ក៏ដោយចំណុចទី7គឺការសរសើរទៅលើសកម្មភាពនិងអាកប្បកិរិយាល្អរបស់កូនដែលបានប្រព្រឹត្តនៅក្នុងជីវិតប្រចាំថ្ងៃមាតាបិតាអាចពោលពាក្យសរសើរកូនដូចជាអរគុណកូនដែលស្ដាប់បង្គាប់ប៉ាម៉ាក់អរគុណកូនដែលមានទម្លាប់ចេះជួយគ្នាអរគុណកូនដែលចេះដើរយឺតថ្នម
อกลได้เจ็บปลาสำได้ปีรูปีซาจิมวยนังบองโอนังเหยียดมัดแต่ออกนี้คือการดำบันโดในตำลอบรูในละอสุจีบทอละอเมียนกลทอได้จีรุกลในการอบรมចំណុចទាំង7ដែលមេដាបេដាបានស្ដាប់រហូតដល់ពេលនេះខ្ញុំសង្ឃឹមថាវាបានជាចំណែកមួយជួយមេដាបេដានៅក្នុងការចិញ្ចឹមអប់រំកូនហើយនៅមានវិធីសាស្ត្រល្អៗជាច្រើនទៀតនៅក្នុងការជំរុញលើកទឹកចិត្តគាំទ្រកូននៅក្នុងផ្លូវដែលវិជ្ជមានបាទសូមអរគុណ